ជាសេចក្តីរាយការណ៍បទវិភាគរបស់ South China Morning Post បាទព្រឹកមិញខ្ញុំបានជូនបទវិភាគមួយរបស់ DW បាទឃើញអ្នកជំនាញផ្សេងអញ្ចឹងទៅឥឡូវនេះគឺឥឡូវសូមជូនខាង South China Morning Post ម្ដងគាត់សម្ភាសជាមួយអ្នកជំនាញផ្សេងគ្នាបាទក្នុងចំណោមនោះមានម្នាក់ដែលខ្ញុំធ្លាប់សម្ភាសដែរគឺ Greg នៅខាង CSIS បាទគឺខ្ញុំធ្លាប់សម្ភាសដែរអញ្ចឹងមានព័ត៌មានយ៉ាងណាគឺប្រិមិត្តសូមទទួលតាមការគួរណាបាទមានព័ត៌មានខ្លះអាចនឹងពិបាកស្ដាប់ឬក៏យ៉ាងម៉េចអានឹងសូមខន្តីអភ័យទោសជាមុនណាដូច្នេះសូមជម្រាបជូនប៉ុន្តែមិនទាំងស្រុងទេមកដកសងខ្លះទេបាទដកសងខ្លះទេអញ្ចឹងចំណងជើងរបស់ South China Morning Post នោះគាត់បាននិយាយថាការដែលសហរដ្ឋអាមេរិកបញ្ចប់ការដាក់ទណ្ឌកម្មអាវុធទៅលើប្រទេសកម្ពុជាហ្នឹងប៉ុន្តែតើអាចតាក់ទាញប្រទេសកម្ពុជាហ្នឹងឲ្យចាក់ឆ្ងាយពីប្រទេសចិនទេនៅលើវិស័យការពារជាតិនោះបាទតាមរយៈការលើកលែងទណ្ឌកម្មអាវុធរបស់ខ្លួនមកលើប្រទេសកម្ពុជានោះគឺទីក្រុង Washington បានបង្ហាញសញ្ញាថាប្រធានាធិបតី Donald Trump មានគោលបំណងតាក់ទាញទីក្រុងភ្នំពេញឲ្យចាក់ចេញពីទីក្រុងប៉េកាំងដែលជាចំណាត់ការមួយដែលអ្នកជំនាញព្រមានថាប្រហែលជាពិបាកនឹងសម្រេចបានបើយោងតាមការជូនដំណឹងមួយគឺពីបញ្ជីសហព័ន្ធរបស់សហរដ្ឋអាមេរិកគឺក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបានបញ្ចប់ជាផ្លូវការនៅការហាមឃាត់ការលក់អាវុធទៅប្រទេសកម្ពុជាគិតត្រឹមថ្ងៃទី7ខែវិច្ឆិកាហើយការលក់អាវុធណាមួយទៅប្រទេសកម្ពុជានឹងត្រូវសម្រេចទៅលើមួយករណីម្ដងការជូនដំណឹងនេះបាននិយាយថាដោយផ្អែកលើការខិតខំស្វែងរកសន្តិភាពនិងសន្តិសុខយ៉ាងយកចិត្តទុកដាក់របស់កម្ពុជារួមទាំងតាមរយៈការចូលរួមឡើងវិញជាមួយសហរដ្ឋអាមេរិកលើកិច្ចសហប្រតិបត្តិការការពារជាតិនិងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគឺលោករដ្ឋមន្ត្រីបានសម្រេចចិត្តលើកលែងទណ្ឌកម្មពាណិជ្ជកម្មវិស័យការពារជាតិជាមួយនឹងប្រទេសកម្ពុជាគេប្រើពាក្យណែងណោងឲ្យពិរោះឯណាការហាមឃាត់អាវុធនេះទៅបានដាក់ឲ្យអនុវត្តនៅឆ្នាំ2021ក្នុងអំឡុងពេលរដ្ឋបាលរបស់លោក Joe Biden ទីក្រុង Washington បានលើកឡើងពីទំនាក់ទំនងយោធាដែលកំពុងរីកចម្រើនរបស់ទីក្រុងភ្នំពេញជាមួយនឹងទីក្រុងប៉េកាំងដែលនាំឲ្យមានការផ្ដល់មូលនិធិរបស់ប្រទេសចិនដើម្បីពង្រីកមូលដ្ឋានទ័ពជើងទឹករៀមនៅកម្ពុជាក៏ដូចជាការព្រួយបារម្ភអំពីសិទ្ធិមនុស្សជាហេតុផលសម្រាប់ការហាមឃាត់នោះណានោះគឺការសម័យរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ឥឡូវនេះគឺការដកការហាមឃាត់អាវុធចេញនេះគឺធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Trump ទៅប្រទេសម៉ាឡេស៊ីកាលពីខែមុនដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានជាកន្លែងដែលលោកក៏បានជួបជាមួយនឹងមេដឹកនាំជាច្រើនមកពីតំបន់រួមទាំងនាយករដ្ឋមន្ត្រីកម្ពុជាគឺលោកហ៊ុនម៉ាណែតផងដែរនៅខាងក្រៅកិច្ចប្រជុំកំពូលនៅទីក្រុងកូឡាឡុំពួរលោក Trump និងនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីលោក Anwar Ibrahim បានទទួលលោកហ៊ុនម៉ាណែតនិងនាយករដ្ឋមន្ត្រីថៃលោកអនុធានឆាន់វីរកុលនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយដើម្បីបញ្ចប់ភាពតានតឹងតាមព្រំដែនថៃកម្ពុជានេះបើយោងតាមស្ថានបេសកកម្មរបស់សហរដ្ឋអាមេរិកប្រចាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានជាទំនោរនឹងការនេះសហរដ្ឋអាមេរិកបានយល់ព្រមដកការហាមឃាត់ការលក់អាវុធទៅឲ្យប្រទេសកម្ពុជានិងបន្តធ្វើសមយុទ្ធការពារជាតិអង្គរ Sentinel ឆ្មាំអង្គរជាទ្វេភាគីដែលត្រូវបានធ្វើជាចុងក្រោយនៅឆ្នាំ2017លោកស្រី Liselotte Odgaard អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Hudson ក្នុងទីក្រុង Washington បាននិយាយថាការដកការហាមឃាត់អាវុធរបស់ទីក្រុង Washington គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយរបស់សហរដ្ឋអាមេរិកដើម្បីវាយលុកចូលលើដែនឥទ្ធិពលរបស់ប្រទេសចិនឥឡូវយើងបានអ្នកវិភាគមួយទៀតហើយណាបាទព្រឹកមិញខ្ញុំបានជូន3ឥឡូវជូនមួយទៀតគឺអ្នកស្រី Liselotte Odgaard លោកស្រី Odgaard បាននិយាយថាគោលនយោបាយអាស៊ានរបស់លោក Biden ផ្ដោតលើបទដ្ឋានប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងការកំហិតការផ្ទេរអាវុធទៅរបបដែលមានទំនោរផ្ដាច់ការផ្ទុយទៅវិញរដ្ឋបាលលោក Trump មានលក្ខណៈដូចថាជាក់ស្ដែងជាងនិងមានប្រតិបត្តិការរបៀបជាការដោះដូរដោយផ្ដល់អាទិភាពដល់ការទប់ស្កាត់ប្រទេសចិនជាជាងបញ្ហាអភិបាលកិច្ចបាទអញ្ចឹងគឺជាការផ្លាស់ប្ដូរមួយនេះរួមទាំងការចាប់ផ្ដើមសមយុទ្ធអង្គរ Sentinel ឡើងវិញ
បន្ទាប់ពីអាខានអស់រយៈពេល8ឆ្នាំនឹងការស្វែងយល់ពីដំណើរទស្សនកិច្ចកងទ័ពជើងទឹកទៅកាន់មូលដ្ឋានទ័ពជើងទឹករៀមលោក Gregory Pauling បាទខ្ញុំធ្លាប់សម្ភាសន៍ណា លោក Gregory Pauling គឺជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃនឹងជានាយកកម្មវិធីអាស៊ីអាគ្នេយ៍និងកំណត់ផ្ដួចផ្ដើមតម្លាភាពសមុទ្រអាស៊ីនៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ CSIS ដែលមានមូលដ្ឋាននៅទីក្រុង Washington បាននិយាយថាលោកត្រាំកំពុងតែធ្វើតេស្តសាកល្បងថាតើលោកអាចទាញយកអត្ថប្រយោជន៍ពីកម្ពុជាពីទំនោរកាន់តែខ្លាំងឡើងរបស់ខ្លួនឈ្មោះទៅរកប្រទេសចិនដែរឬទេលោកបានមានប្រសាសន៍ថាប៉ុន្តែរឿងនេះមានភាពផុយស្រួយហើយមានបញ្ហាជាច្រើនដែលអាចធ្វើឲ្យទីក្រុង Washington ខកចិត្តនឹងការដើរបញ្ច្រាស់ពីសន្ទុះនេះក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានកាលពីខែមុនលោកត្រាំនិងលោកហ៊ុនម៉ាណែតក៏បានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងអង្គការឧក្រិដ្ឋកម្មឆ្លងដែនរួមទាំងអ្នកជួញដូរគ្រឿងញៀននិងមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតដែលបានលួចប្រាក់ជាង$10,000 លានជារៀងរាល់ឆ្នាំពីជនជាតិអាមេរិកនេះបើយោងតាមស្ថានបេសកកម្មអាមេរិកប្រចាំអាស៊ានទោះជាយ៉ាងណាក៏ដោយលោក Pauling បានព្យាករណ៍ថាកម្ពុជាប្រហែលជាមិនត្រឹមតែបរាជ័យក្នុងការអនុវត្តតាមការបង្ក្រាបមជ្ឈមណ្ឌលបោកប្រាស់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបដិសេធមិនផ្ដល់សិទ្ធិចូលទៅកាន់មូលដ្ឋានរៀមរបស់សហរដ្ឋអាមេរិកដោយប្រទេសចិននោះឡើយលោកបានមានប្រសាសន៍ថាដំណឹងល្អសម្រាប់កម្ពុជាគឺថារដ្ឋបាលលោកត្រាំមិនខ្វល់ពីការរំលោភសិទ្ធិមនុស្សរបស់របបនេះទេខណៈពេលដែលទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយកម្ពុជាបានរងការខកចិត្តក្រោមរដ្ឋបាលលោក Biden ប្រទេសចិនបានបង្កើនទំនាក់ទំនងការពារជាតិរបស់ខ្លួនជាមួយនឹងប្រទេសកម្ពុជាមូលដ្ឋានរៀមគឺជាចំណុចកណ្ដាលនៃការព្រួយបារម្ភរបស់ទីក្រុង Washington អំពីវត្តមានរបស់ប្រទេសចិននៅក្នុងតំបន់នៅឆ្នាំ2019របាយការណ៍បានលេចចេញអំពីសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីការជួលរយៈពេល30ឆ្នាំដើម្បីអនុញ្ញាតឲ្យបុគ្គលិកយោធាចិនឈរជើងការផ្ទុកអាវុធនិងការចូលទៅកាន់នាវាចម្បាំងនៅមូលដ្ឋានកម្ពុជាប្រទេសចិនត្រូវបានគេរាយការណ៍ថាបានផ្ដល់ហិរញ្ញប្បទានដល់ការធ្វើឲ្យប្រសើរឡើងជួសជុលឡើងវិញនៃមូលដ្ឋានកងទ័ពជើងទឹករៀមចាប់តាំងពីឆ្នាំ2022រួមទាំងផែទឹកជ្រៅជម្រៅប្រវែង300ម៉ែត្រផែស្ងួតទម្ងន់5000តោនផ្លូវរំអិលទម្ងន់1000តោននិងកន្លែងសម្រាប់ភស្តុភារនិងការបណ្ដុះបណ្ដាលក្រសួងការបរទេសចិនបាននិយាយថាទីក្រុងប៉េកាំងបានជួយផ្ដល់មូលនិធិដល់ការកែលម្អកំពង់ផែប៉ុន្តែការធ្វើឲ្យប្រសើរឡើងនេះមិនត្រូវបានកំណត់គោលដៅលើភាគីទី3ណាមួយឡើយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានលើកឡើងពីការព្រួយបារម្ភអំពីការប្រើប្រាស់មូលដ្ឋានរៀមរបស់ដោយទីក្រុងប៉េកាំងដោយជារឿយៗពណ៌នាថាវាជាមូលដ្ឋានកងទ័ពជើងទឹកបរទេសទី2របស់ចិនបន្ទាប់ពីការដំឡើងកងទ័ពបន្ទាប់ពីការដំឡើងមូលដ្ឋានរបស់កងទ័ពរំដោះប្រជាជនចិននៅប្រទេសជីបូទីទីក្រុង Washington មានការព្រួយបារម្ភថាមូលដ្ឋាននេះអាចធ្វើឲ្យប្រសើរឡើងនៅការចូលទៅដល់សមុទ្រចិនខាងត្បូងនិងច្រកសមុទ្រម៉ាឡាការបស់កងទ័ពជើងទឹកចិនមូលដ្ឋានរៀមបានលេចឡើងវិញនៅក្នុងខែមេសាបន្ទាប់ពីការធ្វើឲ្យប្រសើរឡើងហើយនាវាចម្បាំងមកពីប្រទេសជប៉ុនអូស្ត្រាលីវៀតណាមរុស្ស៊ីសហរដ្ឋអាមេរិកនិងចិនបានចូលចតនៅទីនោះនាវាចម្បាំង USS Savannah ក៏បានទៅទស្សនាកំពង់ផែក្រុងព្រះសីហនុក្បែរនោះកាលពីខែធ្នូកន្លងទៅដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជាក្នុងរយៈពេល8ឆ្នាំអ្នកភូមិម្នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនៅព្រំដែនថៃកម្ពុជាក្នុងអំឡុងពេលមានការផ្អាកបទជបាញ់លោកខេកូកាសាស្ត្រាចារ្យរងផ្នែកគោលនយោបាយសាធារណៈនិងកិច្ចការសកលនៅសាកលវិទ្យាល័យបច្ចេកវិទ្យាណាន់យ៉ាងប្រទេសសិង្ហបុរីបាននិយាយថាទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជាជារួមបានប្រសើរឡើងដោយទីក្រុង Washington បានជួយសម្របសម្រួលជំលោះរវាងកម្ពុជានិងថៃលោកបានបញ្ជាក់បន្ថែមថាទន្ទឹមនឹងនេះកម្ពុជាកំពុងតស៊ូដើម្បីទាក់ទាញការវិនិយោគទុននិងអ្នកទេសចរចិនដែលមួយផ្នែកដោយសារតែការព្រួយបារម្ភទាក់ទងនឹងការបោកប្រាស់ដែលផ្ដល់ឲ្យនៅការលើកទឹកចិត្តកាន់តែខ្លាំងក្នុងការធ្វើពិពិធកម្មទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយនឹងមហាអំណាចផ្សេងទៀត
អ្នកស្រី Odgaard ក៏បាននិយាយថាក្នុងរយៈពេលខ្លីកិច្ចសហប្រតិបត្តិការការពារជាតិរវាងសហរដ្ឋអាមេរិកនិងកម្ពុជាទំនងជានឹងពង្រីកបន្តិចបន្តួចជាមួយនឹងការបន្តសមយុទ្ធអង្គរ Sentinel ដែលផ្ដោតលើការរក្សាសន្តិភាពការសង្គ្រោះគ្រោះមហន្តរាយការប្រឆាំងភេរវកម្មនិងការចូលរួមជានិមិត្តរូបជាមួយនឹងដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកទៅកាន់មូលដ្ឋានកងទ័ពជើងទឹករៀមអ្នកស្រីបានបញ្ជាក់បន្ថែមថាជារួមគោលនយោបាយរបស់រដ្ឋបាលលោក Trump បង្ហាញពីការផ្លាស់ប្ដូរពីការទូតដែលផ្អែកលើតម្លៃឆ្ពោះទៅរកគោលនយោបាយនៃការចូលរួមជាយុទ្ធសាស្ត្រជាអធិភាពកម្ពុជាដែលមានន័យថាការផ្ដល់អធិភាពការទប់ស្កាត់ប្រទេសចិនតាមរយៈកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីសូម្បីតែជាមួយរដ្ឋដែលត្រូវបានរិះគន់ចំពោះគោលនយោបាយអភិបាលកិច្ចនិងសិទ្ធិមនុស្សរបស់ពួកគេពីមុនក៏ដោយអ្នកស្រីបានបន្ថែមទៀតថាភាពជោគជ័យនៃគោលនយោបាយនេះអាស្រ័យលើកម្រិតណាដែលសហរដ្ឋអាមេរិកនឹងទទួលបានសិទ្ធិចូលប្រើប្រាស់ប្រតិបត្តិការពិតប្រាកដជាឧទាហរណ៍គឺទៅកាន់មូលដ្ឋានយុទ្ធសាស្ត្រដូចជាកំពង់ផែរៀមនឹងថាតើសហរដ្ឋអាមេរិកទទួលបានជោគជ័យក្នុងការកសាងកម្រិតនៃការជឿទុកចិត្តជាមួយប្រទេសអាស៊ានមួយចំនួននាពេលអនាគតដែលអនុញ្ញាតឲ្យមានកិច្ចសហប្រតិបត្តិការការពិជាតិកាន់តែទូលំទូលាយឬអត់លោក Benjamin Barton សាស្ត្រាចារ្យរងផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Nottingham ប្រទេសម៉ាឡេស៊ីបាននិយាយថាការលើកលែងទណ្ឌកម្មអាវុធពិតជាផ្ដល់ឲ្យសហរដ្ឋអាមេរិកនៅកៅអីមួយនៅតុចរចាតាក់ទងនឹងការចូលរួមជាមួយនឹងទីក្រុងភ្នំពេញទោះជាយ៉ាងណាក៏ដោយលោកក៏បាននិយាយផងដែរថាវាជារឿងមួយគួរឲ្យភ្ញាក់ផ្អើលក្នុងការសន្មត់ថាការឡើងកម្ដៅការមានទំនាក់ទំនងកាន់តែកក់ក្ដៅរវាងសហរដ្ឋអាមេរិកនិងកម្ពុជានឹងធ្វើឲ្យប៉ះពាល់ដល់ឥទ្ធិពលរបស់ចិននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នៅពេលដែលអតីតនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនសែនដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើការវិនិយោគរបស់ចិននិងគ្រប់គ្រងផ្នែកការទូតជារួមដើម្បីរុករកដែនទឹកដ៏ចម្រូងចម្រាសដ៏ច្របូកច្របល់លោកហ៊ុនសែនគឺជាឪពុករបស់មេដឹកនាំកម្ពុជាបច្ចុប្បន្នគឺលោកហ៊ុនម៉ាណែតហើយលោកនៅតែមានឥទ្ធិពលនយោបាយយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជាបាទប្រិយមិត្តយល់យ៉ាងណាដែរចំពោះអត្ថបទនេះបាទខ្ញុំធ្លាប់សម្ភាស Greg បាទគឺមិនដឹងជាខាង South China Morning Post គាត់កាត់យ៉ាងម៉េចក៏ប៉ុន្តែ quote របស់ Greg នៅពេលនេះគាត់និយាយដូចជាមានលក្ខណៈបាឡិនក៏ខ្លាំងដែរណាបាទទោះបីជាគាត់នៅនិយាយមានលក្ខណៈអវិជ្ជមានតិចប៉ុន្តែគាត់និយាយដូចជាមានលក្ខណៈទុកឱកាសឬថាទុកឱកាសមកទុកឱកាសឲ្យចំណងមិត្តភាពនេះរីកចម្រើនដល់បណ្ណាសិនបាទមុននឹងគាត់ធ្វើការសន្និដ្ឋានយ៉ាងណាឃើញទេបាទនេះគឺជាមតិរបស់អ្នកជំនាញមួយណាដែលសារព័ត៌មាននេះបានវិភាគដោយដែលខ្ញុំបានជម្រាបជូនប្រិមិត្តក្នុងពេលកន្លងមកអញ្ចឹងគឺនេះគ្រាន់តែជាទស្សនៈរបស់អ្នកជំនាញដែលគាត់មើលឃើញយ៉ាងណាក៏ប៉ុន្តែគាត់បានចុះផ្សាយនៅ South China Morning Post អញ្ចឹងគឺមានសារៈសំខាន់ខ្លាំងណាស់បាទអញ្ចឹងឥឡូវនេះចូលដល់ព័ត៌មានទី4បាទព័ត៌មានទី4នេះដោយត្រង់ទៅខ្ញុំអត់ចង់យកមកផ្សាយទេបាទប៉ុន្តែខ្ញុំគិតចុះគិតឡើងបាទពីព្រោះគាត់និយាយនេះគឺមានលក្ខណៈវាប្រហារកម្ពុជាយើងខ្លាំងថៃយើងដឹងហើយណាអ្នកសរសេរនេះគឺថៃបាទអ្នកសរសេរនឹងថៃគាត់មានការវាប្រហារទៅលើកម្ពុជានឹងខ្លាំងក៏ប៉ុន្តែក៏ជាចំណុចល្អដែរពីព្រោះអីប្រិមិត្តខ្លះចេះភាសាថៃអាចទៅស្ដាប់នៅប៉ុស្តិ៍ថៃអានថៃដឹងថាគេវាប្រហារកម្ពុជានឹងយ៉ាងខ្លាំងយ៉ាងណាបាទហើយខ្ញុំអត់ចេះថៃខ្លាំងខ្ញុំចេះតែល្មមមើលអង់គ្លេសឃើញការរិះគន់បែបនេះបាទអញ្ចឹងខ្ញុំក៏ចុងក្រោយខ្ញុំសម្រេចថាយ៉ាងណាក៏ដោយគឺប្រិមិត្តទៅដឹងដែរថាតើខាងថៃគេវាតម្លៃយ៉ាងម៉េចក្នុងពេលដែលឃើញសហរដ្ឋអាមេរិកហើយនិងកម្ពុជាបានល្អប្រសើរអញ្ចឹងបាទថាតែនិយាយសំខាន់និយាយដោយខ្លីគឺគេមិនសប្បាយចិត្តទេបាទគេចំណែនហើយបាទអញ្ចឹងដូច្នេះអត្ថបទនេះសរសេរក្នុងលក្ខណៈចំណែនច្រើនជាងអញ្ចឹងឥឡូវសូមស្ដាប់នឹងជាចំណេះដឹងទាំងអស់គ្នាណាបាទសូមផឹកទឹកមួយបាទនេះគឺជាអត្ថបទបាទរបស់ខាងបាងកកប៉ុស្តិ៍បាទគាត់បានសរសេរហើយអ្នកសរសេរហ្នឹងគឺជាបុគ្គលិកដែលជាអតីតជា editor មួយហើយគាត់ជាអ្នក
ចូលរួមចំណែកសរសេរអត្ថបទមួយទេបាទអញ្ចឹងម្ដងទៀតគឺទស្សនៈរបស់មនុស្សម្នាក់ទៀតណាបាទអញ្ចឹងគាត់យល់ថាយ៉ាងម៉េចដែរគាត់ចាប់ផ្ដើមឡើងដោយនិយាយថាអូសុភាសិតបុរាណមួយដែលនិយាយថាបើសត្រូវរបស់សត្រូវអ្នកគឺជាមិត្តរបស់ខ្ញុំអីចឹងណាបាទគាត់និយាយថាអញ្ចឹងចុះបើមិត្តរបស់ខ្ញុំទៅជាមិត្តរបស់សត្រូវរបស់ខ្ញុំវិញបាទតើយើងអាចទុកចិត្តមិត្តរបស់ខ្ញុំបានទេឬក៏គាត់ប្រែក្លាយជាសត្រូវគាត់និយាយនឹងគាត់ចង់និយាយថាពាក្យអ្នកខ្លះគេប្រើទិសដីថាសត្រូវបាទរបស់សត្រូវយើងគឺជាមិត្តរបស់យើងពីមកអាមេរិកជាមិត្តរបស់ប្រទេសថៃឥឡូវហ្នឹងមកត្រូវជាមួយកម្ពុជាហើយគាត់ចាត់ទុកកម្ពុជាជាសត្រូវរបស់ថៃអញ្ចឹងគាត់សួរវិញថាតើឥឡូវនេះមិត្តរបស់យើងទៅត្រូវជាមួយសត្រូវរបស់យើងតើវាយ៉ាងម៉េចឬក៏មិត្តរបស់យើងហ្នឹងគាត់ខ្លាយទៅជាសត្រូវរបស់យើងធ្ងន់ណាស់មកពាក្យចាប់ផ្ដើមមកគាត់សរសេរហ្នឹងគឺធ្ងន់មែនតើណាបាទអាហ្នឹងសូមជូនអង់គ្លេសសម្រាប់អ្នកដែលរៀនចង់រៀនគេថា The enemy of my enemy is my friend if so what if my friend is a friend of my enemy can he still be trusted as a friend or has he turned into an enemy បាទអញ្ចឹងនឹងគឺភាសាអង់គ្លេសគេនិយាយអញ្ចឹងណាបាទអញ្ចឹងឥឡូវខ្ញុំបន្តទៀតជាភាសាខ្មែរអញ្ចឹងថ្ងៃនេះបរៀនអង់គ្លេសបាន2ហើយបាទគាត់ថាសំណេរដ៏គួរឲ្យចាប់អារម្មណ៍នេះគឺបានលេចឡើងនៅក្នុងអារម្មណ៍របស់គាត់នៅពេលដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ហ្នឹងគឺបែរជាមកផ្អាកការចរចាពន្ធគយជាមួយនឹងថៃបាទហើយក្នុងគណៈពេលដែលដាក់គម្រាមកំហែងថាថៃត្រូវតែអនុវត្តតាមកិច្ចព្រមព្រៀងនឹងវិញតាមកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពួរបើមិនចឹងទេគឺផ្អាកបាទអញ្ចឹងគាត់ចាប់ផ្ដើមមានអារម្មណ៍ថាតើរឿងនឹងវាយ៉ាងម៉េចបាទពីព្រោះអីក្រសួងការបរទេសថៃបានទាមទារឲ្យប្រទេសកម្ពុជានឹងធ្វើនៅរឿងចំនួន3រឿងទី1គឺសំទោសចំពោះឧបទ្ទវហេតុនៃការផ្ទុះមីនដែលបានកើតមានឡើងរឿងទី2គឺស៊ើបអង្កេតបាទឧបទ្ទវហេតុនេះហើយនឹងចាត់ចំណាត់ការផ្លូវច្បាប់ដើម្បីតាមរកជនល្មើសហើយនឹងទី3គឺធានាថារឿងហេតុដូចនេះគឺមិនកើតឡើងម្ដងទៀតនោះទេបាទស្រាប់តែតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបែរជាជូនដំណឹងទៅថៃផ្អាកការចរចាពន្ធគយទៅវិញបាទតើរឿងនេះវាយ៉ាងម៉េចបាទគាត់ថាពិតណាស់ជាការពិតជំហរចុងក្រោយរបស់សហរដ្ឋអាមេរិកក្នុងចំនួនថៃកម្ពុជាបានបង្កផលប៉ះពាល់ដល់ប្រទេសថៃដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធយូរអង្វែងរបស់សហរដ្ឋអាមេរិកបាទហើយវាក៏ជាតំណាងឲ្យជ័យជំនះផ្នែកការទូតមួយសម្រាប់ប្រទេសកម្ពុជាដែលនឹងជំរុញឲ្យរបបលោកហ៊ុនសែនលោកហ៊ុនម៉ាណែតហ៊ានប្រឆាំងនឹងថៃហើយប្រហែលជាបន្តសកម្មភាពញុះញង់របស់កម្ពុជាតាមបណ្ដោយព្រំដែនរួមបាទគាត់ប្រើពាក្យធ្ងន់ណាស់បាទហើយគាត់ថាជាងឲ្យក្រុមកន្លែងនេះគាត់និយាយមកអត់ពិតបន្តិចដែរគាត់ថាគឺពេលដែលក្រុមអ្នកសង្កេតការអាស៊ានបាទទៅមើលអ្នកដែលគេថារងការបាញ់រងការអីហ្នឹងបែរជារោគមិនឃើញបាទអញ្ចឹងគឺជារឿងមួយដែលកម្ពុជាអាចនឹងធ្វើយ៉ាងណាបង្វែរការចាប់អារម្មណ៍ហើយគាត់បាននិយាយថានាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតបានទូរស័ព្ទទៅលោកត្រាំភ្លាមតែម្ដងក្រោយពីរឿងនឹងកើតឡើងបាទហើយគាត់ថាតើលោកត្រាំបានទទួលព័ត៌មានអ្វីលោកហ៊ុនម៉ាណែតប្រាប់លោកត្រាំអ្វីតើជាពាក្យកុហកឬក៏យ៉ាងម៉េចក៏យើងមិនដឹងដែរប៉ុន្តែជំហរចុងក្រោយរបស់លោកត្រាំនេះគឺហាក់ដូចបង្ហាញថាលោកត្រាំមានសមានចិត្តអាណិតអាសូរចំពោះប្រទេសកម្ពុជាដោយសារតែហេតុផលដែលអ្នកភូមិសាស្ត្រនយោបាយបានដឹងច្បាស់ហើយគឺប្រទេសកម្ពុជាបានចោទថៃថាជាអ្នកញុះញង់ឲ្យមានការបាញ់ប្រហារនេះហើយដែលអង្គថាបានសម្រាប់ជនស៊ីវិលម្នាក់និងរបួស3នាក់បាទអញ្ចឹងគាត់និយាយពីថាណាមកហើយគាត់បាននិយាយបន្ថែមទៀតពីរឿងខាងការចូលរួមបាទរបស់សហរដ្ឋអាមេរិកនៅក្នុងការដាក់សម្ពាធនេះគឺលោកចាត់ទុកថាការសម្រេចចិត្តនេះអយុត្តិធម៌ណាស់មិនត្រឹមតែធ្វើឲ្យរដ្ឋាភិបាលថៃខកចិត្តប៉ុណ្ណោះទេថែមទាំងក្បត់ទំនុកចិត្តរបស់ប្រជាជនថៃផងដែរ
ដែលតែងតែជឿថាសហរដ្ឋអាមេរិកជាសម្ព័ន្ធមិត្តដ៏គួរឲ្យទុកចិត្តរបស់ប្រទេសថៃប៉ុន្តែឥឡូវនេះបែរជាផ្ទុយទៅវិញតើប្រទេសថៃបានក្លាយជាជនរងគ្រោះនៃគោលនយោបាយអាមេរិកមុនគេ America First របស់លោកប្រធានាធិបតី Donald Trump ដែរឬទេបាទសំណួរបែបវោហារសាស្ត្រនេះអាចនឹងមានឥទ្ធិពលសហរដ្ឋអាមេរិកកំពុងតែឈានជើងចូលក្នុងប្រទេសកម្ពុជានិងកំពុងតែធ្វើឲ្យប្រសើរឡើងនៅទំនាក់ទំនងកាន់តែកក់ក្ដៅបាទសេចក្តីរាយការណ៍សារព័ត៌មាននានាបានឲ្យដឹងថាប្រទេសកម្ពុជាថែមទាំងអនុញ្ញាតឲ្យយោធាអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករបស់ខ្លួននៅក្នុងក្រុងប្រសិទ្ធនុជាផ្នែកមួយនៃយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយរបស់ទីក្រុង Washington ដើម្បីទប់ស្កាត់ប្រទេសចិនបាទគេគាត់និយាយស្តីណាប៉ុន្តែព័ត៌មានតិចមួយនេះប្រហែលជាអាចមិនពិតដែរពីរឿងនេះខ្ញុំមិនដល់ដឹងដល់ប៉ុណ្្នឹងដែរណាប្រហែលជាគាត់មានព័ត៌មានអីកន្លែងណាទៀតគឺបើតាមយើងដឹងគ្រាន់តែថាអនុញ្ញាតឲ្យចូលចតកំពង់ផែមកទស្សនកិច្ចអីពង្រឹងមិត្តភាពអីនឹងធម្មតាទេមិនឲ្យមកប្រើប្រាស់គាត់ប្រើពាក្យថាប្រើប្រាស់មូលដ្ឋានហ្នឹងគឺនៃវាខុសផ្សេងណាបាទ use ហ្នឹងគឺនៃផ្សេងបាទមិនចាំបាច់តតែសោះសម្រាប់សហរដ្ឋអាមេរិកនៅក្នុងការប្រញាប់ប្រញាល់អោបក្រសោបកម្ពុជាទីក្រុង Washington គួរតែអនុញ្ញាតឲ្យថៃផ្អាកកិច្ចព្រមព្រៀងសន្តិភាពដើម្បីធ្វើការងាររបស់ខ្លួនជាមុនសិនបាទគឺវាមិនយុត្តិធម៌ទេក្នុងការបញ្ចេញកំហឹងលើសម្ព័ន្ធមិត្តរបស់ខ្លួនប្រតិកម្មរបស់រដ្ឋបាលលោកអនុทิនក៏មិនស័ក្តិសមនឹងទទួលកំហុសនោះដែរបាទនេះគឺជាអ្វីដែលគាត់បាននិយាយឲ្យមានច្រើនតទៅទៀតណាគាត់បាននិយាយហ្នឹងគឺចុងក្រោយគាត់យកហេតុផលបាទឥឡូវខ្ញុំសូមបញ្ចប់មកចំណុចនេះគាត់ថានាយករដ្ឋមន្ត្រីអនុทิនគួរតែបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ដើម្បីជូនដំណឹងដល់ប្រជាជនថៃអំពីអ្វីដែលរបៀបដែលរដ្ឋាភិបាលលោកមានគម្រោងដោះស្រាយជាមួយកម្ពុជាដោយសារតែការផ្លាស់ប្ដូរជាក់ស្ដែងរបស់សហរដ្ឋអាមេរិកហើយងាកមកពេញចិត្តនឹងកម្ពុជាជំហររបស់សហរដ្ឋអាមេរិកបានកើតឡើងទោះបីជាមានការកោតទោសទូទាំងពិភពលោកចំពោះប្រទេសកម្ពុជាថាជាឋានសួគ៌នៃប្រតិបត្តិការឆោបបោកអកឆ្លងដែនដែលមានការគ្រប់គ្រងពីគ្រួសារលោកហ៊ុនសែនដែលបានប្រមូលប្រាក់កខ្វក់ពីប្រតិបត្តិការឆោបបោកការលាងលុយកខ្វក់និងការជួញដូរមនុស្សក៏ដោយបើឲ្យគាត់ចូលទៅដល់នោះរៀបរាប់អំពីរឿងចិនស៊ី Print Holding ដែលដាក់ទណ្ឌកម្មមានរឿងនិស្សិតកូរ៉េស្លាប់អីហ្នឹងបាទមានខាងកូរ៉េដាក់អីហ្នឹងមកច្រើនបាទអញ្ចឹងនេះគឺជាអ្វីដែលអ្នកសរសេរហ្នឹងគឺគាត់លោកវីរ៉ាប្រធីបឆៃគុលបាទគាត់ជាអតីតនិពន្ធនាយករបស់ខាងសារព័ត៌មានបាកក Post ណាបាទគាត់បានសរសេរអត្ថបទនេះអញ្ចឹងនេះខ្ញុំជូនប្រិមិត្តអញ្ចឹងគឺអ្វីដែលខ្ញុំអាចសង្ខេបមកវិញនៅខ្លឹមសាររបស់គាត់នៅក្នុងឲ្យពាក្យតែមួយឃ្លាយ៉ាងខ្លីនោះគឺគាត់បង្ហាញនៅលក្ខណៈច្រណែនបាទហើយបន្តបង្អាប់កម្ពុជាចំពោះការដែលឃើញសហរដ្ឋអាមេរិកងាកមកគ្រប់គ្រងកម្ពុជាហើយមានទំនាក់ទំនងកាន់តែកក់ក្ដៅជាមួយនឹងប្រទេសកម្ពុជាអញ្ចឹងនេះឯងជាមេរៀនសម្រាប់ប្រិមិត្តផងដែរបាទអ្នកជិតខាងរបស់យើងគេមិនដែលចង់ឲ្យយើងបានលើសគេនោះទេបាទគេរកវិធីគ្រប់បែបយ៉ាងទាំងអស់ណាហើយដូចតែខ្ញុំធ្លាប់ឮគេនិយាយប្រាប់ខ្ញុំតែខ្ញុំឮមិនបន្តជាតែឮគេប្រាប់តដែរណាគេថាពេលដែលទេសចរទៅលេងថៃមកទៅលេងថៃហើយចង់មកលេងអង្គរមកលេងស្រុកខ្មែរហ្នឹងណាមកគាត់និយាយបង្អាប់ថាទៅធ្វើអីនៅខ្មែរហ្នឹងគឺគ្មានអីសប្បាយនៅថៃសប្បាយមាននេះមាននោះអញ្ចឹងបាទនេះគ្រាន់តែខ្ញុំចង់ជម្រាបប៉ុណ្ណាខ្ញុំក៏មិនចង់បដោះមនោសញ្ចេតនាជាតិនិយមហួសហេតុពេកដែរមានព្រឹកមិញមានអ្នកសួរខ្ញុំថាតើមានដូចខ្ញុំចង់ដឹងហ្នឹងហើយសួរខ្ញុំថាតើហេតុអីបានជាអ្នកវិភាគគាត់និយាយថាមនោសញ្ចេតនាជាតិនិយមមិនជារឿងមិនល្អមិនអញ្ចឹងហើយចង់រឿងអញ្ចឹងណាបាទគឺបាទឥឡូវចាំដល់នីតិសំណួរចម្លើយចាំឆ្លើយឥឡូវចឹងបាទអញ្ចឹងសម្រាប់ប្រិមិត្តដែលចូលមកស្ដាប់ព័ត៌មានគឺសូមចាប់តែប៉ុណ្ណេះហើយបាទសូមអរ